và hong pua bong bóng ơi trong giây vì cả này cho cái bộ bò cụ tự đăng kri hết nè bong bóng nhưng sớm mai mơ tha và sân chia cả này nâng smart cái dương đọc sai trên IPU rồi mới có đọc sai bằng ban đây mà đón số tham gia cả lần là đại kriคือchia influencer là bây giờ mà rúp tiếng gì tới nơi lừa platform social mediaទាំងអស់ទាំង TikTok ទាំង YouTube ទាំង Facebook អញ្ចឹងវិសាលភាពនៃការ spread នៃការចែកម្លែកព័ត៌មានរបស់គេទៅពិភពខាងក្រៅគឺខ្លាំងមែនទែនអញ្ចឹងបើសិនជាករណីនឹងយើងដោះអត់ទាន់ឬមួយក៏ដោះអត់បានតែម្ដងមិនដឹងសួរថារឿងអីកើតឡើងខណៈដែលទេសចរយើងទើបតែរើបឡើងបន្តិចតែយើងឃើញនៅរយៈកាលចុងក្រោយនេះឃើញថាលំហូរភ្ញៀវទេសចរចូលមកតំបន់ខេត្តសៀមរាបរបស់យើងគឺច្រើនគួរឲ្យកត់សម្គាល់ហើយបើសិនជារឿងនឹងដោះស្រាយអត់បានប៉ះពាល់ខ្លាំងប៉ះពាល់មែនទែនហ្មងតែសំណាងល្អដែរដែលយើងដោះស្រាយបានលឿនបាទត្រឹមតែប្រហែលជា3ម៉ោងទេវាជារឿងដែលមិនគួរជឿសម្បីតែគ្រីស្ខ្លួនឯងនឹងក៏គាត់លន់មាត់ដែរគាត់ថាប៉ូលីសកម្ពុជាពិតជាអស្ចារ្យណាស់មិនគួរជឿហើយយើងសង្ឃឹមថាដំណោះស្រាយដែលយើងរកបានឲ្យគាត់នៅពេលនេះអាចប៉ះបើទឹកចិត្តរបស់គាត់ខ្លះព្រោះនៅមុនហ្នឹងនៅពេលដែលគាត់ជួបហេតុការណ៍ភ្លាមឃើញមើលការ live របស់គាត់ទឹកមុខគាត់គឺសេតខ្លាំងមែនតើចង់និយាយថាគាត់ខកចិត្តចំពោះអ្វីដែលគាត់បានធ្វើនៅប្រទេសយើងហើយនឹងអ្វីដែលទទួលបាននៅនាទីចុងក្រោយនិយាយទៅបើហោងពោះខ្ញុំជាបរិបទកម្ពុជាប្រជាបរិបទខ្មែរម្នាក់ហោងពោះខ្ញុំជឿដល់បងប្អូនយើងជាច្រើនទៀតមានអារម្មណ៍ដូចគ្នានឹងព្រោះថាអញ្ចឹងឯងបានគ្រាន់តែថាខេសនឹងកាត់ឡើងភ្លាមឃើញshare រាប់ពាន់រាប់ម៉ឺនអ្នកមកផ្លេតក្នុងរយៈពេលគង់តែជាមិនដល់1ម៉ោងshareហើយដើម្បីឲ្យព័ត៌មានបានទៅដល់ដៃសមត្ថកិច្ចលឿនហើយជាក់ស្ដែងក៏លឿនមែនហើយលឿនទាំងប្រតិបត្តិការទៀតបាទត្រឹមតែ3ម៉ោងយើងអាចរកជនសង្ស័យបានហើយក៏យើងអាចដូចថារកដកហូតបានវត្ថុតាងឬដែលជាទ្រព្យសម្បត្តិរបស់គ្រីស្ហើយនឹងគូដណ្ដឹងរបស់គាត់ហ្នឹងហើយនោះសិតតែជាឯកសារចាំបាច់ដោយសារតែគាត់ត្រូវហោះទៅអាមេរិកទៀតជាក់ស្ដែងខ្ញុំមិនគាត់បានចាក់ចេញពីកម្ពុជាទៅហើយយើងអត់ដឹងថាការចាក់ចេញហ្នឹងជាគម្រោងពីមុនមកហើយឬមួយក៏វាមានករណីផ្ទាន់ពាក់ព័ន្ធនឹងរឿងហេតុដែលកើតឡើងឬមួយក៏អត់យើងអត់ដឹងអញ្ចឹងណាបើសិនតែជាគម្រោងរបស់គាត់មុននឹងអត់បញ្ហាចោលទេក៏ប៉ុន្តែនៅមុនការចាក់ចេញមិនដឹងថាការចាក់ចេញហើយឬមួយក៏គាត់និយាយនៅក្នុងពេលដែលគាត់នៅក្នុងស្រុកឡើយទេព្រោះខ្ញុំមើល live ប្រកបហ្នឹងគាត់និយាយថាការស្រឡាញ់របស់គាត់ចំពោះប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រទេសកម្ពុជារបស់យើងក៏អត់ផ្លាស់ប្ដូរទេហើយបើទោះជាគាត់ចាក់ចេញក៏ដោយក៏គាត់នឹងត្រឡប់មកវិញឆាប់តាមខ្ញុំគិតប្រហែលជាអាចចូលឆ្នាំនេះព្រោះគាត់មាននិយាយថាសង្ក្រាន្តហើយខ្ញុំស្ដាប់បានខ្លីៗដែរបងប្អូនព្រោះភាសាអង់គ្លេសយើងវាចាប់ឆាយដែរនោះអញ្ចឹងរាប់ថាសំណាងដែលយើងធ្វើកិច្ចការនេះបានលឿនបើមិនអញ្ចឹងទេទេសចរយើងនឹងត្រុតត្រោមទៀតណាហើយមកទល់ម៉ោងនេះមិនដឹងថាវីដេអូដែលគាត់បាន live ពីមុនថាគាត់លុបឬមួយក៏អត់ណាប៉ុន្តែពីក្បាលប្រលុបនោះខ្ញុំចូលមើលគឺនៅឡើយទេគាត់អត់លុបយើងប្រហែលជាយើងក៏មិនបានស្នើសុំឲ្យគាត់អាហ្នឹងវាជាទឹកចិត្តប្រកបគាត់នឹកឃើញថាលុបអាហ្នឹងក៏យើងរឹតតែត្រេកអរទៅហើយបើគាត់លុបអាហ្នឹងយើងមិនដឹងធ្វើម៉េចនិយាយទៅគ្រីសខ្ញុំឃើញinfluencer បរទេសប្រមាណអ្នកដែលចុងក្រោយនេះដោយថាគាត់មានសកម្មភាពខ្លាំងនៅក្នុងប្រទេសកម្ពុជាយើងដែលយើងគួរតែមានការលើកទឹកចិត្តគាត់ជាក់ស្ដែងខ្ញុំឃើញបងប្អូនយើងអត់ចូលទៅ comment ទៅ share អីហើយនិយាយពីល្អច្រើនអញ្ចឹងណាអាហ្នឹងក៏អាចជាចំណែកមួយដែលធ្វើឲ្យគាត់មានមនោចេតនាមានទឹកចិត្ត
ស្រឡាញ់ចង់ធ្វើបេសកកម្មនៅលើទឹកដីប្រទេសកម្ពុជាយើងក្នុងនោះក្រៅពីគ្រីសខ្ញុំឃើញមួយទៀតដាវុតឈ្មោះអីគាត់ដាវុតឈ្មោះគាត់ដូចខ្មែរហើយមួយគាត់ទៅប្រហែលជាខ្ញុំមើលទៅប្រហែលជាអាចជាជនជាតិទូរគីអីទេមិនដឹងដាវុតបាទគាត់ហ្នឹងក៏សកម្មដែរគាត់ថាឧស្សាហ៍ឃើញគ្រីសច្រើនជាងឧស្សាហ៍គ្រីសដូចជាអាចគ្រីសមកមុនក៏មិនដឹងប៉ុន្តែដាវុតក៏គាត់នេះដែរក៏គាត់សកម្មដែរហើយគាត់ធ្វើនៅលើទឹកដីខេត្តសៀមរាបច្រើនដូចគ្នានិយាយទៅមានតែទឹកចិត្តត្រេកអរដោយតែបងប្អូនប្រជារដ្ឋបងប្អូនប្រជាពលរដ្ឋខ្មែរយើងផ្សេងទៀតហ្នឹងគឺសប្បាយចិត្តដែលយើងដោះស្រាយខេសហ្នឹងបានលឿនតន់ចិត្តជឿថាអាចប៉ះពៅចំពោះការប៉ះអតិថិផ្លូវចិត្តរបស់គ្រីសពីពេលដំបូងបានយើងចាំមើលថាចូលឆ្នាំខ្ញុំគិតថាប្រហែលជាចូលឆ្នាំគ្រីសគាត់អាចនឹងមកទៀតពីព្រោះដោយសារថាចំពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំរបស់យើងពិសេសគឺសង្ក្រាន្តព្រោះគាត់យំមិញនៅក្នុងការ live គាត់មាននិយាយសង្ក្រាន្តអញ្ចឹងខ្ញុំគិតថាប្រហែលជាចូលឆ្នាំគាត់នឹងត្រឡប់មកវិញហើយបើសិនគាត់ត្រឡប់មកវិញជារឿងល្អបាទព្រោះគាត់មកគាត់ប្រកាសជាមកធ្វើ content ទៀតពាក់ព័ន្ធនឹងពិធីបុណ្យប្រពៃណីជាតិរបស់យើងហើយបាទនេះជាទឹកចិត្តជាមតិយោបល់ខ្លះជាមួយរឿងដែលបានកើតឡើងក្នុងករណីគ្រីសបងប្អូន